ចាជំរាបសួរមកពីបងប្អូនទាំងអស់គ្នានៅថ្ងៃនេះដោយសារឃើញថាស្លាត់របស់នេះខ្ញុំគឺថាដកបានល្អបងប្អូនតែក៏មកកាត់ស្លាត់យកមកធ្វើបញ្ឆែងញ៉ាំបងប្អូនណាចាស្លាត់អស់នេះថានេះខ្ញុំដាំក្នុងធុងគឺថាដកបានល្អមែនទែនចាឥឡូវគឺថានេះខ្ញុំបានកាត់ស្លាត់រួចហើយក៏បានមកកាត់ជាអង្កាមក៏ចាប់តាមដកល្អដែរណាបងប្អូនណាចាហើយនេះគឺជាជីថ្ពាល់ត្រីបងប្អូនគឺថាដកច្រើនមែនទែននៅផ្ទះនាងខ្ញុំណាចូលទៅណាក៏ដោះដែរបងប្អូនដោះបានល្អដែរណាជាងខ្ទាល់ត្រីនេះចាហើយនេះគឺជាដើមផ្កាខ្យងបងប្អូនណាចាប់បានផ្កាបដាដែរហើយលើនឹងចាឥឡូវសូមជើញបងប្អូនមកធ្វើបញ្ឆែងញ៉ាំជាមួយនាងខ្ញុំណាចានេះគឺជាម្សៅខ្សាយនាងខ្ញុំយកមកធ្វើបញ្ឆែងចំនួន1កញ្ចប់បងប្អូនណាចាក់ម្សៅចូលក្នុងចានរមៀតចំនួន1លីត្រកាហ្វេម៉ាស្រូម1លីត្រកាហ្វេអំបិលកន្លះស្លាបព្រាកាហ្វេហើយនឹងពងមាន់មួយបងប្អូនណាហើយនេះខ្ញុំក៏ប្រើខ្ទិះដូងដែរខ្ទិះដូងខ្ញុំប្រើចំនួនកន្លះខាប់តមកទៀតនេះខ្ញុំប្រើទឹកយើងចំនួន4ខាប់ចានេះខ្ញុំបានកូរម្សៅចូលជាតិគ្នាហើយក៏បានបន្ថែមស្លឹកខ្ទឹមចំនួន1ខាប់ចូលបងប្អូនណាបន្តមកទៀតនេះខ្ញុំក៏បានធ្វើឆាសាច់បងប្អូនណាគឺថាក្នុងនោះគឺថាមានខ្ទឹមបារាំងចំនួន1មើមនេះខ្ញុំបានកាត់ជាដុំតូចបងប្អូនណាចាហើយបន្តមកទៀតនេះខ្ញុំក៏បានប្រើការ៉ុតចំនួន1មើមផងដែរនេះខ្ញុំក៏បានកាត់តូចផងដែរបងប្អូនណាដូច្នេះបងប្អូនអាចកាត់ក្រតាបងប្អូនចូលចិត្តចាហើយនេះខ្ញុំក៏ប្រើផ្សិតចំនួន7ផ្សិតចាបងប្អូនអាចប្រើច្រើនជាងនឹងក៏បានដែរណានេះខ្ញុំបានប្រើស្ពៃក្តោបចំនួនសណ្តែកបដោបងប្អូនណាដូច្នេះចំនួនស្ពៃក្តោបនេះខ្ញុំប្រើចំនួនពាក់កណ្ដាលស្ពៃក្តោបបងប្អូនចាឥឡូវគឺថានេះខ្ញុំបានចាក់ប្រេងអាវ៉ូកាដូហើយដាក់ខ្ទឹមសយើងចូលចាលីងឲ្យចូលគ្នាទៅឲ្យបានឈ្ងុយចាបន្តទៀតខ្ញុំប្រើសាច់ធឺគីបងប្អូនសាច់ធឺគីចិញ្ច្រាំគឺថាខ្ញុំប្រើចំនួន2ផោនណាបងប្អូនណានេះខ្ញុំបានលីងសាច់នៅឲ្យបានឆ្អិនបងប្អូនណាចាបន្តទៀតនេះខ្ញុំបានដាក់អំបិល1លីត្រកាហ្វេម៉ាស៊ូមទឹកស្នីចំនួន1លីត្រកាហ្វេហើយនិងម្រេចចំនួន1លីត្រកាហ្វេដែរបងប្អូនបន្ទាប់ពីបានលីងសាច់នឹងឆ្អិនហើយនេះខ្ញុំក៏បានដាក់បន្លែទាំងអស់ចូលបងប្អូនណាចាដូច្នេះបងប្អូនឆាបន្លែជាមួយសាច់នឹងឲ្យឆ្អិនបន្លែយើងនឹងទៅចាត្រូវការចំណាយពេល3-4នាទីចឹងដែរបងប្អូនណាចាពេលសាច់ឆ្អិនហើយខ្ញុំក៏បានដួសដាក់ចានចំណែកទឹកនៅសល់គឺថានាងខ្ញុំអត់ប្រើឲ្យបងប្អូនណាគឺថាចាក់ចោលចាដើម្បីឲ្យបញ្ឆៅយើងនឹងស្ងួតបានល្អបងប្អូនណាចាឥឡូវគឺថានាងខ្ញុំបានបើកភ្លើងឲ្យដាក់ខ្ទះឲ្យក្តៅនាងខ្ញុំបានចាក់ប្រេងអាវ៉ូកាដូបន្តិចចូលទៅហើយនាងខ្ញុំក៏ប្រើម្សៅចំនួន1វែកបន្ទាប់មកទៀតនាងខ្ញុំក៏បានយកគម្របមកគ្របបងប្អូនដើម្បីឲ្យបានម្សៅយើងឆ្អិនចាហើយពេលម្សៅនឹងឆ្អិនហើយនាងខ្ញុំក៏បានប្រើសាច់ដាក់ចូលទៅចាបន្ទាប់ពីដាក់សាច់នេះនាងក៏បានលើកមកដាក់ក្នុងចានបងប្អូនគឺថានាងខ្ញុំបានគ្រប់ម្ដងទៀតទេពីព្រោះអីសាច់នឹងបន្លែយើងឆ្អិនហើយបងប្អូនណាចាឥឡូវគឺថានេះខ្ញុំបានចាក់បញ្ឆែនឹងជាបន្តបន្ទាប់រហូតដល់ទៅអស់ម្សៅនឹងបងប្អូនចាបងប្អូនអាចដាក់ម្សៅច្រើនជាងនាងខ្ញុំក៏បានដែរណាបងប្អូនណាដោយសារនាងខ្ញុំមានខ្ទះតូចនាងខ្ញុំក៏បានដាក់តែម្សៅចំនួន1វែកហ្នឹងហើយសាច់ចំនួន3លីព្រាបាយបងប្អូនហើយនាងខ្ញុំដាក់សាច់ហើយគឺថានាងខ្ញុំលើកយកមកដាក់ចានឲ្យបងប្អូនពិធីនេះគឺងាយស្រួលបងប្អូនណាដូច្នេះយើងចាក់ទៅបានលឿនបងប្អូននាងខ្ញុំបានយកស្លឹកសាឡាត់ហ្នឹងមកដាក់ចំនួនស្លឹកចេកបងប្អូនចាពីព្រោះអីស្លឹកចេកខែនេះតែនាងខ្ញុំដាំអត់សូវល្អដកអត់បានល្អណោះចាដូច្នេះក៏បានយកស្លឹកសាឡាត់ហ្នឹងមកដាក់លើបន្ទះបញ្ឆេងមួយដើម្បីកុំឲ្យជាប់គ្នាបងប្អូនណាចាឥឡូវបញ្ឆេងរបស់នេះខ្ញុំបានធ្វើរួចរាល់បងប្អូនចាថាបានបញ្ឆេងច្រើនគួរសមដែរមួយសាមួយកញ្ចប់បងប្អូនណាបានជិត20នំមកបងប្អូនចាហើយទៅបន្លែគឺថានាងខ្ញុំបានលាងរួចហើយបងប្អូនណាចាបន្លែនាងខ្ញុំមានសាឡាត់មានតែសក់មានជីថ្ពាល់ត្រីជីអង្កាមចាហើយក៏មានខកស្គូដែរបងប្អូនចំណែករបៀបធ្វើទឹកអំបិលញ៉ាំជាមួយបញ្ឆេងនេះនាងខ្ញុំនឹងដាក់ជូនបងប្អូននៅក្នុង description box របស់នាងខ្ញុំណាបងប្អូនណាចាដោយសារផ្ទះនាងខ្ញុំអត់ញ៉ាំទឹកត្រីបងប្អូនដូច្នេះនាងក៏បានកែច្នៃយកអំបិលមកធ្វើជាទឹកអំបិលវិញបងប្អូនណា
ចាបើសិនជាបងប្អូនមិនចេះញ៉ាំទឹកអំបិលនេះគឺថាបងប្អូនអាចធ្វើទឹកត្រីញ៉ាំតាមបងប្អូនធ្លាប់ធ្វើញ៉ាំណាបងប្អូនណាចាបងប្អូនលើសូមចេញបងប្អូនមកញ៉ាំបាញ់ឆែជាមួយនឹងក្រុមគ្រួសារនេះខ្ញុំណាបងប្អូនណាចាបាញ់ឆែញ៉ាំជាមួយបន្លែទឹមតែបេះមកថ្មីគឺថាមានរសជាតិឆ្ងាញ់ណាបងប្អូនចាគឺថាសប្បាយចិត្តបានដាំដំណាំតែយើងបានញ៉ាំដំណាំខ្លួនឯងអញ្ចឹងណាបងប្អូនណាចាបាញ់ឆែនេះខ្ញុំគឺថាញ៉ាំ2គឺចាស់ឆ្អែតហើយបងប្អូនចាការធ្វើបាញ់ឆែនេះគឺថាមិនសូវពិបាកបងប្អូនចាដូច្នេះបងប្អូនអាចសាកធ្វើតាមរបៀបនាងខ្ញុំថាតើមានរសជាតិយ៉ាងណាដែរបងប្អូនណាចានៅទីបញ្ចប់នេះនាងខ្ញុំសូមអរគុណបងប្អូនចាដែលបានតាមដានទស្សនាវីដេអូរបស់នាងខ្ញុំតាំងពីដើមដល់ចប់ណាបងប្អូនណាចាដូច្នេះនាងខ្ញុំសូមលំអរកាយជម្រាបលាបងប្អូនចាបាយបាយ